ធម្មទានពន្លឺបំភ្លឺជីវិតសេចក្តីសុខពិតប្រាកដរបស់មនុស្សមិនមែនស្ថិតនៅលើការមានទ្រព្យសម្បត្តិវាលវៃឬលៀបយសខ្ពង់ខ្ពស់តែមួយមុខនោះទេប៉ុន្តែវាស្ថិតនៅលើចិត្តដែលស្ងប់និងស្គាល់ប្រមាណព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាចិត្តដែលទូនមានល្អហើយតែងនាំមកនូវសេចក្តីសុខ1ដើមការលះបង់សេចក្តីក្រោធទោសៈបុគ្គលមិនគួរខឹងតបតចំពោះបុគ្គលដែលខឹងនោះឡើយបុគ្គលមិនខឹងតបតឈ្មោះថាឈ្នះសង្គ្រាមដែលឈ្នះបានដោយកម្រការខឹងប្រៀបដូចជាការកាន់រងើកភ្លើងយកទៅគប់អ្នកដទៃប៉ុន្តែអ្នកដែលរលាកមុនគេគឺដៃរបស់យើងផ្ទាល់ដើមការអត់ធ្មត់និងការផ្សាយមេត្តាចិត្តគឺជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការរំលត់ភ្លើងកំហឹងនិងបង្កើតសន្តិភាពក្នុងចិត្ត2ដើមសេចក្តីល្អមិនសាបសូន្យទឹកអូរទឹកស្ទឹងតែងហូរចុះទៅកាន់មហាសមុទ្រយ៉ាងណាទាននឹងសេចក្តីល្អដែលបុគ្គលបានសាងហើយក្នុងលោកនេះតែងតាមដានជួយជ្រោមជ្រែងបុគ្គលនោះទាំងក្នុងលោកនេះនិងលោកខាងមុខយ៉ាងនោះដែរការធ្វើសេចក្តីល្អបើទោះជាគ្មានអ្នកដឹងគ្មានអ្នកឃើញក៏ចិត្តរបស់យើងបានដឹងនិងមានភាពជ្រះថ្លារួចជាស្រេចទៅហើយដើមសេចក្តីល្អគឺជាទ្រព្យជាប់ខ្លួនដ៏ពិតប្រាកដ3រស់នៅជាមួយបច្ចុប្បន្នកាលកុំអាល័យកាលដែលកន្លងផុសទៅហើយកុំប្រាថ្នាកាលដែលមិនទាន់មកដល់បុគ្គលគួររំលែកមើលធម៌ដែលកើតឡើងចំចំពោះមុខក្នុងបច្ចុប្បន្ន